ពិតគួរចាប់អារម្មណ៍របស់វីដេអូហ្គេមវគ្គ4សាកសពមានពិតនៅក្នុងវីដេអូហ្គេមបណ្ណាពងញ៉ាំបាយអុកទៅមិនបាច់មើល Dead Space គឺជា horror game មួយដែលគ្មាន gamer ណាដែលបានដឹងពិសេសជាងគេនៅក្នុង game នោះគឺពពួក Necromorph ដែលវាធ្វើឲ្យ gamer យើងមានអារម្មណ៍ព្រឺព្រួចស្រីវឆ្អឹងខ្នងតែពេលដែលយើងជួបពួកប្រុសអស់ហ្នឹងនឹងបញ្ជាក់ថាក្រុម designer របស់ game គាត់ធ្វើល្អយ៉ាងណាតែយើងដឹងអត់ថាពួកគាត់មានអារម្មណ៍ខ្ពើមយ៉ាងណាដល់ពេលដែល design ពួក Necromorph ហ្នឹងក្នុងអំឡុងពេលដែល Dead Space កំពុងតែ develop គឺមិនទាន់មាន game មួយណាដែល design សាកសពឲ្យមានគុណភាពនោះទេម្ដងទៀតពងញ៉ាំបាយអស់ទៅក៏មើលទៀតទី1គឺសាកសពវាអាក្រក់ពេកទី2មើលវាអត់ដូចមែនតើហ្នឹងគឺមើលដូចកតាក់តុងអញ្ចឹង EA ក៏ចារអារម្មណ៍បញ្ហាហ្នឹងដែរ developer បាន design បាន model ច្រើនណាស់តែសោះក៏បាត់ចោលហើយដោយសារមើលវាដូច made in China ពេកមកពី Necromorph ក៏ជាមនុស្សដែរតែវាប្រែប្រួលច្រើនហើយវាបណ្ដាគ្រឿងក្នុងវាលេចចេញមកក្រៅហើយក្រុម developer ត្រូវ design មិនឲ្យវាគួរខ្ពើមអញ្ចឹងហើយក្រុម developer ក៏នឹកឃើញក្បាច់មួយពួកគាត់យករូបថតគ្រោះថ្នាក់ចរាចរណ៍ហើយនិងសង្គ្រាមដើម្បីយកលំនាំតាមខ្ញុំក៏មិនដឹងពួកគាត់យកថតនឹងមកពីណាប៉ុន្តែវាជឿក្រុម designer ច្រើនមែនតើក្នុងការបង្កើតពួកmonster មើលមកគួរខ្ពើមគួរព្រឺហ្មងខ្ញុំគិតថា team ធ្វើ game Dead Space គួរតែទៅពិនិត្យសុខភាពផ្លូវចិត្តខ្លះពីព្រោះមើលថតសាកសពក្នុងរយៈពេលយូរចឹងវាមិនល្អមួយសុខភាពផ្លូវចិត្តប៉ុន្មានទេខ្ញុំថែមឲ្យការប៉ັດគួរចោលអាមួយទៀតឲ្យអ្នកមើលបានប៉ុណ្ណេះនោះគឺនៅក្នុង menu របស់ game Dead Space គឺពួកយើងបានឃើញរូបភាពចម្លែកនៅ background នោះជារូបភាពរបស់សត្វពពែដែលបានងាប់ហើយនឹងមានបណ្ដាគេនៅក្នុង EA នឹកឃើញទិញពពែមួយដែលកំពុងតែលួយហើយសត្វតកៅហ្នឹងយកមកថតវីដេអូដើម្បីធ្វើជា background របស់ menu select game នឹងទៅជាការលះបង់ដើម្បីសិល្បៈបើសិនជាមើលវីដេអូហើយញ៉ាំបានកុំបន្តខ្ញុំប្រាប់ប៉ុន្មានដងហើយ